Hello everyone, welcome to this class. Okay, my name is Thon Sraper. Ta ngày nông chungជាមួយអ្នកគ្រូទៀតហើយតើតើនឹង present simple ថ្ងៃមុនយើងបានឃើញវីដេអូមួយតើតើនឹង spelling rule ហើយថ្ងៃហ្នឹងគឺអ្នកគ្រូចូលមក positive ហើយក៏ត្រូវការប្រើ spelling rule ហ្នឹងដែរតែតោះទៅមើលទៀត Okay ចឹងថ្ងៃហ្នឹង present simple គឺយើងប្រើឬក៏និយាយតើតើទៅនឹងអ្វីដែលយើងធ្វើជាប្រចាំថ្ងៃឬក៏ចូល habit ឬក៏ generalចឹងវាជាប្រយោគការពិតឬក៏ជាក់ស្ដែងចាចឹងថ្ងៃនេះអ្នកគ្រូបរៀនតាក់ទងទៅនឹង positive អញ្ចឹងដោយសារតែ present simple ហ្នឹងវាមាន three form មាន positive មាន negative និងមាន question ចឹងថ្ងៃនេះបរៀនតែ positive សិនទេដើម្បីយើងងាយយល់ច្បាស់មួយកលៈតោះអញ្ចឹង positive នេះគឺជា form ដែលទាំងអស់នេះអ្នកគ្រូចែកគ្រប់ខាងនេះគឺតាក់ទងទៅនឹង subject ចំណែកខាងនេះវិញគឺតាក់ទងទៅនឹង verb អញ្ចឹងយើងបានរៀនលើកមុន spelling rule ហ្នឹងតាក់ទងទៅនឹង verbដែលយើងត្រូវការ s es និង ies តោះឥឡូវដូច subject I you we they អញ្ចឹង example អ្នកគ្រូនិយាយថា I work you work we work they work ដល់ពេលចូលនៅខាងក្រោមនេះដូរ subject he works she works it works ខុសគ្នាឡើយណាគេខុសគ្នាឡើយណាអូខេប្រកបជាខុសគ្នានៅត្រង់ s នេះហើយត្រង់ spelling rule ហ្នឹងហ្មងចាដោយសារតែគឺយើងប្រើប្រាស់ subject ផ្សេងគ្នាយើងត្រូវចាំមើល spelling rule តាក់ទងទៅនឹង third person singular រួមមាន subject he she it ហ្នឹងអញ្ចឹងដោយសារតែនេះគឺចូលលក្ខខណ្ឌទី1ដែលវីដេអូលើកមុនណាចាអញ្ចឹងវាចប់ដោយ k អូខេ verbs almost at s អញ្ចឹងនៅខាងក្រោយនេះអ្នកគ្រូ add s ធម្មតាហើយនេះគឺជាលំហាត់ដែលយើងត្រូវ practice ខ្លះដើម្បីឲ្យយើងងាយយល់លំហាត់នឹងកាន់ច្បាស់តោះ complete the sentence below អូខេអញ្ចឹង example exercise 1 I English and then the verb that they give is speak អញ្ចឹង verb ដែលគេឲ្យគឺ speak ចាប់ដោយ k ណាអញ្ចឹងចាប់ដោយ k គឺយើងចូលលក្ខខណ្ឌទី1 at s ធម្មតាចាអញ្ចឹងគឺ I ប៉ុន្តែចូលលក្ខខណ្ឌat s ប៉ុន្តែត្រូវ subject នេះអត់អូខេបានអ្នកគ្រូដាក់ I speak ចិត្តត្រូវអត់អូខេអរគ្នាអត់ត្រូវទេយត់ច្រឡំ positive មែនតែគឺអត់មានទេចានេះ I you we they អត់ត្រូវការ add s ទេអូខេអញ្ចឹង I speak English អូខេ number 2 she blah blah in London the verb that give live អូខេ verb គេឲ្យនោះ live តែយើងមើល subject យើងសិនត្រូវការ spelling rule ត្រូវការ add s អីអត់តោះចឹង she ចឹងចូលកន្លងនេះចាចឹង add s live ចាប់ដោយ e ធម្មតាចឹងយើងត្រូវការគ្រាន់តែ add s ទេតោះ she lives in London okay number 3 they blah blah pizza and then like verb like ចា verb like ធម្មតាគឺត្រូវការ add s ប៉ុន្តែដូចអ្នកគ្រូប្រាប់ចឹងយើងមើលទៅលើ subject សិន subject they អត់ត្រូវការ add s ទេអញ្ចឹងយើងគ្រាន់តែដាក់អីគេ they like pizza number 4 okay number 4 he blah blah Chinese the verb study ចា verb គេឲ្យហ្នឹងគឺ study ចាប់ដោយ y ហើយនៅចិត្ត y ហ្នឹងមានអីគេយើងមើលទៀតអញ្ចឹងចាប់នេះនៅចិត្តនេះចាប់ដោយ y តែនៅចិត្តហ្នឹងគឺ consonant d ជា consonant អញ្ចឹងយើងត្រូវការ change y to ies អញ្ចឹងកន្លែងនេះ he អូខេចូល subject ត្រូវ rule របស់គេអញ្ចឹងយើងត្រូវការ he studies យើងត្រូវការលុប y ដោយសារ subject នេះតែបើ subject ផ្សេងនៅអ្នកគ្រូបញ្ជាក់ម្ដងទៀតដដែលគឺ I you we they ហ្នឹងអត់ត្រូវការ spelling rule ត្រូវការ add s es ឬក៏ ies ទេយើងអាចដាក់ verb ដែលគេឲ្យហ្នឹងបានវិញធម្មតាតែចំពោះ he she it ហ្នឹងយើងពិសេសតិចណោះចាអញ្ចឹងនៅ2ទៀតនេះលេខ5លេខ6 number 5 and number 6អូខេចាំគ្នាយើងសាកអនុវត្តធ្វើលេងមើលតោះហើយបើថាអត់ទាន់ច្បាស់លាស់ឬក៏ចង់បន្ថែមទេមកចោះឈ្មោះរៀនទាំងអស់គ្នាមកនៅសាលាតង់ពណាកុំភ្លេចអូខេ goodbye thank you